ប្រឡងចាប់ផ្ដើមជាផ្លូវការត្រូវបែងចែកគ្នាជាក្រុមជាបាក្នុងរយៈពេលតែមួយធំហើយត្រូវដណ្ដើមយកការលេងឡើងក្នុងថូននេះអ្នកដែលដណ្ដើមបាននោះគឺជាអ្នកឈ្នះលើកដំបងបាយសៀវអ៊ីងប្រឡងជាមួយនឹងឈូឈីសៀវអ៊ីងស៊ូខ្ញុំជឿថានាងអាចធ្វើបានណាខ្ញុំជឿលើនាងពិតជាហ៊ានមែនខ្ញុំរងចាំមើលថានាងខ្មាស់គេដល់កម្រិតណាទេការប្រកួតនេះបើសិនជានាងចាញ់ខ្ញុំនឹងសម្លាប់នាងចោលស្រីបោះសម្រាមការពីលើកមុននាងនឹងបន្តរៀនចាទៀតទេមកប្រយុទ្ធជាមួយខ្ញុំស្រីច្បងសុំបទូដៃឲ្យផងបានបើសិនជានាងត្រូវការនេះស្រីច្បងការនេះខ្ញុំឲ្យស្រីច្បងមិនបានទេល្ងងដល់ម្លឹងគេធ្វើស្អីទៅមិនក៏មិនទុកការមកកុំសាដល់ម្លឹងធ្វើមិននឹងសង្ស័យម៉ែនេះបានបាត់មកឥឡូវនេះតើកម្លាំងឈានរបស់បាយស៊ូអ៊ីងឈានមកតាំងពីកាល់រវល់ធ្វើស្អីឲ្យឡើងឆាប់ទៅការប្រកួតលើកទី1បាយស៊ូអ៊ីងឈ្នះទៅកាន់ដំណាក់កាលទី2សៀវអ៊ីងនាងបកាយមែននាងអាចឈ្នះការប្រកួតបានហើយស្រីច្បងខ្ញុំមិនបានប្រើភ្នែកទេនាងគ្រាន់តែជាសិស្សបោះសម្អាតនាងមិនបានប្រើភ្នែកទេនេះជារឿងផ្ដេសផ្ដាស់បំផុតដែលខ្ញុំបានឃើញឈួតមែនការប្រយុទ្ធពិតជាអន់ណាស់នៅមានមុខអ៊ុតក្អេងក្អាងនាងបកាយមែនសៀវអ៊ីងទៅវិញរៀនឲ្យបានច្រើនជាងនេះនាងបកាយនេះលើកក្រោយពួកយើងត្រូវរៀនជាមួយផងអវិញ្ញាការប្រកួតលើកដំបូងបាយស៊ូអ៊ីងសើរបស់សម្អាតប្រចាំដំណាក់អវិនស៊ូធ្វើឲ្យខ្ញុំចាប់អារម្មណ៍ខ្លាំងណាស់នាងគ្មានវិជ្ជាឈានសមត្ថភាពក៏កណ្ដាលអតីតកាលមិនដែលល្បីល្បាញហេតុអីអ្នកសុកសុងកម្លាំងវិជ្ជារបស់នាងកើនឡើងឆាប់រហ័សបែបនេះពេលខ្ញុំទទួលនាងចូលមកទោះបីជានាងគ្មានមូលដ្ឋានឈានតែនាងព្យាយាមខ្លាំងណាស់ក្រោយពេលចូលសំណាក់ទោះបីជានាងធ្វើការបោះសម្អាតតែនាងក៏ព្យាយាមរៀនយ៉ាងល្អដែរដូច្នេះការបង្ហាញចេញពេលនេះខ្ញុំមិនចម្លែកចិត្តទេលោកគ្រូធ្លាប់និយាយថាអ្នកខ្លះនៅលើโลกនេះមើលទៅធម្មតាប៉ុន្តែការពិតគេអាចបញ្ចប់ការរៀនសូត្របានបែបនេះទេតែត្រូវបង្រៀននាងឲ្យគ្រប់គ្រងសមត្ថភាពនេះឲ្យបានទើបមានផលប្រយោជន៍ចំពោះសំណាក់ឈានរបស់យើងមិនអញ្ចឹងច្បាស់ជាត្រូវកម្លាំងធម៌ពលកំណាចគ្រប់សង្កត់ដោយងាយអ្វីគ្រប់យ៉ាងក៏ត្រូវបញ្ចប់ដូចគ្នាដែរទទួលបញ្ជាលោកប្រមុំខ្ញុំនឹងណែនាំនាងឲ្យដាក់ផ្លូវត្រឹមត្រូវល្អណាស់បាយសៀវអ៊ីងស្រីច្បងទាំងអស់មករកខ្ញុំនៅទីនេះមានការអីដែរឲ្យតែនាងដកខ្លួនចេញពីការប្រកួតលើកនេះរបស់ទាំងនេះជារបស់នាងហើយពួកស្រីច្បងយកវាទៅវិញទៅខ្ញុំមិនត្រូវការទេបានន័យថាយ៉ាងម៉េចខ្ញុំត្រូវការសម្រាប់ពេលរីត្រីដែលតដៃខ្ញុំបាយសៀវអ៊ីងកុំនិយាយផ្ដេសផ្ដាស់ស្រាអញ្ចឹងមិនផឹកបាយចង់ផឹកសាពីណីហ៎ពួកយើងមិនមែនមកដើម្បីសួរនាងបើសិនជានាងមិនស្ដាប់ពួកយើងនឹងធ្វើបាបនាងហើយស្ដាប់បង្គាប់មិនដឹងខ្ញុំអំពីលើពួកស្រីច្បងតាំងពីពេលណាហេតុអីតាមធ្វើបាបខ្ញុំបែបនេះនាងមើលងាយខ្ញុំម្ដងហើយម្ដងទៀតធ្វើមិនដឹងមែនទេធ្វើបាបនាងឥឡូវនេះទេនាងមិនស្ដាប់បង្គាប់ស្រីច្បងបានយិនមែនទេនាងនិយាយផ្ដេសផ្ដាស់ខ្ញុំមិនស្ដាប់បង្គាប់ស្រីច្បងតាំងពីពេលណាទេបាននាងមិនចង់ឲ្យគេធ្វើបាបនាងត្រូវឲ្យខ្ញុំផ្ទេរកម្លាំងបិសាចឲ្យនាងទោះបីជាខ្ញុំសំនាងតែខ្ញុំក៏ព្រមជួយនាងបើសិនជាលោកផ្ទេរកម្លាំងបិសាចឲ្យខ្ញុំពេលនេះពួកនាងបានឃើញលោកមិនត្រឹមតែអស់សិទ្ធក្នុងការប្រឡងទេតែខ្ញុំអាចត្រូវគេដេញចេញពីឋានសួគ៌ចាប់ទី9ខ្ញុំមិនត្រូវការទេបើសិនជានាងមិនព្រមក៏ត្រង់តទៅទៀតចុះជប់លៀមលោកគ្រូពួកនាងកំពុងធ្វើស្អីលោកគ្រូបាយសៀវអ៊ីងលោកគ្រូបាយសៀវអ៊ីងជាអ្នកធ្វើបាបពួកយើងមុនចាំខ្ញុំនឹងទៅបន្ទង់ប្រយ័ត្នផងថាម៉េចសៀវអ៊ីងនាងកើតអីទេកុំឲ្យខ្ញុំនិយាយម្ដងទៀតឲ្យគេធ្វើបាបលោកគ្រូមិនបានទេខ្ញុំមិនអីទេប្រយ័ត្នផងសៀវអ៊ីងបាយជឿខ្ញុំឲ្យហោះនាំខ្ញុំទៅល្អជាងលោកគ្រូបាននាងត្រូវសម្រេចបានច្រើនអរគុណលោកគ្រូនាងទៅចុះមកខ្ញុំគ្រានាងបាយជឿ